สุดท้ายบองบอนแต่งออกขณีและเนจองเจชงไตกระหอมกรุชมาเดี๋ยวมีรู้จิตชงวยปัวสะอาดสำหรับบองเดี๋ยวจองถ้วยยำครัวเองหรือถ้วยลูกตามตบกาแฟថ្ងៃនេះ MH Coffee Recipes នឹងបង្ហាញរូបមន្តលម្អិតបំផុតសម្រាប់កែវគ្របទំហំគ្រឿងផ្សំកែវលេខ16ទឹកតែក្រហមដិត80មីលីលីត្រស្ករស2ស្លាបព្រាបាយទឹកក្រូចឆ្មា25មីលីលីត្រដំណៃលូក1កែវ 1000 រៀលទៅ 1500 រៀលកែវលេខ22ទឹកតែក្រហមដិត120មីលីលីត្រស្ករស3ស្លាបព្រាបាយទឹកក្រូចឆ្មា35មីលីលីត្រដំណៃលូក1កែវ 2000 រៀលទៅ 2500 រៀលកែវលេខ32ទឹកតែក្រហមដិត150មីលីលីត្រស្ករស4ស្លាបព្រាបាយទឹកក្រូចឆ្មា50មីលីលីត្រតម្លៃលក់1កែវ 3000 រៀលទៅ 3500 រៀលរបៀបឆុងទឹកតែក្រហមសម្រាប់ស្តុកសមាមាត្រស្លឹកតែក្រហម50ក្រាមត្រាំជាមួយទឹកក្តៅ1លីត្ររបៀបធ្វើដាក់ស្លឹកតែក្នុងស្បៃច្រោះចាក់ទឹកក្តៅចូលរួចត្រាំទុកប្រហែល 3 ទៅ 5 នាទីកុំត្រាំយូរពេកវានឹងចត់ខ្លាំងច្រោះយកកាកចេញអ្នកនឹងទទួលបានទឹកតែក្រហមដិតសម្រាប់លាយ 2. ជំហាននៃការលាយភេសជ្ជៈលាយតែក្រហមចាក់ទឹកតែក្រហមតាមចំនួនលេខកែវចូលក្នុងកែវបន្ថែមភាពផ្អែមដាក់ស្ករសតាមចំនួនលេខកែវរួចកូរឲ្យសព្វរហូតដល់រលាយស្ករបន្ថែមរសជាតិជូរច្របាច់ទឹកក្រូចឆ្មាតាមចំនួនលេខកែវបន្ថែមចូលដាក់ទឹកកកបន្ថែមទឹកកកឲ្យពេញកែវជាការស្រេចគន្លឹះអ្នកអាចបន្ថែមចំណិតក្រូចឆ្មាស្ដើងៗពីលើដើម្បីបង្កើនសោភ័ណភាពដូចក្នុងរូបភាពអរគុណសម្រាប់ការតាមដាននិងគាំទ្ររាល់វីដេអូរបស់ MH Coffee Recipes ជួយ follow like share និង comment របស់បងប្អូន